អ្នកចិញ្ចឹមគ្រួសារពូអីឯងមើលចុះវាក៏ពុតតែប្រមាថយើងសង់ជានីងនាងនេះពូកែធ្វើពុតពិតមែនបើសិនជាខ្ញុំមិនមែនជាមនុស្សឆ្លាតទេច្បាស់ជាចាញ់ល្បិចរបស់នាងមិនខានទៅគុណក៏ប្រាប់ថាឯកសារនេះរៀបការគឺខ្លែងខ្លាយបើនាងយកឈ្មោះប្រុសណាផ្សេងមកបន្លំខ្ញុំប្រហែលជាជឿពិតមែនប៉ុន្តែប៉ាមើលរូបនេះទៅប្រុសម្នាក់នេះគឺជាងជើកូនប្រុសរបស់គ្រួសារជាងជាអ្នកមានបំផុតនៅក្រុងជាងឆឹងខ្ញុំថាប្រុសដែលមានគ្រប់យ៉ាងដូចជាគាត់ប្រហែលជាមិនភ្នែកអន់យកស្រីអាក្រក់បែបនេះនោះទេមែនហើយមនុស្សដូចនាងគឺគ្មានអនាគតធ្វើជាប្រពន្ធទេសុងជំនិញយើងខំផ្ដល់កន្លែងស្នាក់នៅផ្ដល់បាយផ្ដល់ទឹកដល់នាងតែនាងបែរជាធ្វើឯកសាររៀបការខ្លែងខ្លាយមកយើងអាណាមនុស្សចាប់វាយកទៅឃុំទុកឲ្យនាងដល់ពីកំហុសរបស់នាងធ្វើដូចមុនចាក់សោឃុំនាង3ថ្ងៃអូទេចាក់សោ5ថ្ងៃទៅលោកកុំអោយនាងសៀសោពូទី2បើសិនជាឯកសាររៀបការរបស់ខ្ញុំពិតជាខ្លែងខ្លាយច្បាប់ប្រកាសជាដាក់ទោសខ្ញុំមិនខានមិនចាំបាច់ឲ្យពូមកប្រើច្បាប់ព្រៃដាក់ខ្ញុំបែបនេះនោះទេយើងជាពូរបស់ឯងយើងចង់ប្រដៅឯងតាមវិធីណាក៏បានពូឯងចាប់វាទៅចាប់វាចូលទៅវ៉ាចាអូយអូយបាក់ឆ្អឹងខ្ចប់បាអើយនាងនាងហ៊ានប្រឆាំងនឹងយើងផងឯងពួកសម្រាប់គ្រាន់តែស្រីម្នាក់ក៏ខ្លាចដែរវាមិនស្លាប់ទេឆាប់នាំគ្នាចូលទៅចាប់នាងភ្លាមទៅចាប់ទៅខ្ញុំយល់ហើយមិនថាខ្ញុំរៀបការពិតមែនឬអត់ពូទី2មិនបានគិតចង់បកគលទ្រព្យសម្បត្តិរបស់ប៉ាខ្ញុំតាំងពីដំបូងទេបើយើងប្រគល់ឲ្យឯងវិញចុះពុកគុណរបស់យើងបានស្អីស៊ីទៀតទៅមួយវិញទៀតបើឯងពិតជារៀបការជាមួយនឹងកូនប្រុសត្រកូលជាងពិតមែនវាក៏ល្អដែរព្រោះគ្រួសារជាងគឺមានបំផុតនៅក្រុងជាងឈឹងពួកយើងអាចរស់នៅយ៉ាងសុខស្រួលព្រោះថាគ្រួសារជាងវាគឺមានបំផុតនៅក្រុងជាងឈឹងយើងយកថ្លៃបណ្ដាការរាប់រយលានទៅមិនស្មានថាពីអ្នកឧបកូននេះដល់ថ្នាក់នឹងសោះប៉ាកុំជឿជាក់ពេកថាយើងនឹងមានលុយចាយមិនអស់ដោយសារនាងបានរៀបការជាមួយលោកជាងខ្ញុំគិតថាគាត់មិនខ្វាក់ភ្នែកទៅរៀបការជាមួយនាងជាដាច់ខាតប៉ុន្តែបើសិនជាមែននោះមានន័យថាចំណូលចិត្តរបស់គេអន់ណាស់ដែលយកជ្រូកធ្វើជាប្រពន្ធខ្ញុំចាត់ទុកថាពាក្យមិញនេះជាការលេងសើចទៅចុះ